Chắcយើងត្រូវចាប់អារម្មណ៍ណានៅក្នុងផ្នែកពេទ្យគេមានកម្មវិធីមួយគេហៅថាកម្មវិធី1000ថ្ងៃដំបូងជាទូទៅអ្វីដែលគេផ្ដោតគេអត់សូវចាប់អារម្មណ៍មកលើផ្នែកផ្លូវចិត្តសាស្ត្រទេក៏ប៉ុន្តែនៅក្នុងផ្នែកចិត្តសាស្ត្រមានន័យខ្លាំងយើងត្រូវចាប់អារម្មណ៍ថាក្មេងពីពីចាប់កំណើតណារហូតកើតមករហូតដល់1000ថ្ងៃដំបូងមានន័យថាជាទូទៅបើគិតអំពីរយៈពេល3ឆ្នាំកំឡុងពេលហ្នឹងខួរក្បាលរបស់ក្មេងគឺបើយើងប្រៀបធៀបដូចកសិករធ្វើស្រែអញ្ចឹងការធ្វើស្រែគឺត្រូវការប្រព័ន្ធធារាសាស្ត្រអញ្ចឹងមានន័យថាកំឡុងពេលហ្នឹងគឺជាកំឡុងពេលដែលកសាងប្រព័ន្ធធារាសាស្ត្រអញ្ចឹងហើយបានជាពាក់ព័ន្ធទៅនឹង1000ថ្ងៃដំបូងនេះវាពាក់ព័ន្ធទៅនឹងបេះដូងមានន័យថាក្នុងកំឡុងពេល1000ថ្ងៃដំបូងហ្នឹងក្មេងខួរក្បាលរបស់ក្មេងគឺកំពុងតែបង្កើតរោងចក្រពាក់ព័ន្ធទៅនឹងបេះដូងឧទាហរណ៍ជាក់ស្ដែងមួយនៅពេលដែលស្ត្រីបំបៅដោះកូនក្មេងបើដោះខួរក្បាលរបស់ក្មេងបញ្ចេញនៅអរម៉ូនឈ្មោះអុកស៊ីតូស៊ីនដែលជាអរម៉ូននៃក្តីស្រឡាញ់ខួរក្បាលម្ដាយគោបញ្ចេញអរម៉ូននឹងដូចគ្នាអញ្ចឹងហើយបានជានៅពេលដែលកូនបើដោះវាធ្វើឲ្យក្មេងទទួលបានអារម្មណ៍កក់ក្ដៅពីម្ដាយឯម្ដាយវិញក៏ទទួលបានអារម្មណ៍កក់ក្ដៅដូចគ្នាដោយសារខួរក្បាលរបស់ម្ដាយគោបញ្ចេញនៅអុកស៊ីតូស៊ីនខួរក្បាលកូនគោបញ្ចេញនៅអុកស៊ីតូស៊ីនដូចគ្នាអញ្ចឹងបានស្ត្រីខ្លះនៅពេលដែលគាត់រៀបការដោយប្រើខួរក្បាលណាគាត់ទៅយល់អារម្មណ៍ស្រឡាញ់នៅពេលដែលមានកូននៅពេលដែលកូនបើដោះក៏ប៉ុន្តែអ្វីដែលជាបញ្ហាមួយស្ត្រីខ្លះគាត់យកអាកំឡុងពេលបើដោះហ្នឹងដោយសារការហត់នឿយដោយសារការរវល់អ្នកខ្លះទៀតដោយសារអីគាត់ទៅជាយកពេលវេលាហ្នឹងទៅមើលរឿងសេតមើលរឿងដ្រាម៉ាអីចឹងទៅវាធ្វើឲ្យគាត់បោះបង់ពេលវេលាជាដុំពេជ្រហ្នឹងយកដុំថ្មវិញអញ្ចឹងត្រូវចាប់អារម្មណ៍ថាក្មេងខួរក្បាលក្មេងរោងចក្របេះដូងរបស់ក្មេងគឺកំពុងតែបង្កើតរោងចក្រនៅក្នុងកំឡុងពេល1000ថ្ងៃដំបូងហ្នឹងហើយផុតពេលហ្នឹងទៅដែលខ្ញុំប្រៀបធៀបដូចធ្វើប្រព័ន្ធធារាសាស្ត្រអញ្ចឹងបើសិនជាក្មេងហ្នឹងណាបង្កើតបានតែបន្លាយតូចមួយមានន័យថាប្រើប្រាស់បន្លាយតូចមួយជីវិតបើសិនជាក្មេងហ្នឹងខួរក្បាលគាត់បង្កើតប្រព័ន្ធធារាសាស្ត្រឆ្វាត់ឆ្វែងច្រើនមែនទែនបូបោហូហៀគាត់ជីវិតរបស់គាត់ផុតពីពេលហ្នឹងទៅគឺគាត់ប្រើប្រាស់អាហ្នឹងអញ្ចឹងហើយបានជាឃើញឯងបុគ្គលខ្លះយើងមើលទៅសោះអាក្រក់ហ្មងអាភាពសោះអាក្រក់ហ្នឹងដែលយើងមើលទៅគឺមនុស្សហ្នឹងហាក់ដូចជាអត់មានបេះដូងអញ្ចឹងសូមចាប់អារម្មណ៍ចំណុចហ្នឹងកាលណាគាត់អត់មានដោយសារអីវាពាក់ព័ន្ធទៅនឹងកំឡុងពេល1000ថ្ងៃដំបូងនេះក្មេងហ្នឹងអត់មានអ្នកណាជួយបង្កើតរោងចក្រពាក់ព័ន្ធទៅនឹងបេះដូងដើម្បីឲ្យក្មេងហ្នឹងដុសដាលមានអ្វីពាក់ព័ន្ធទៅនឹងអារម្មណ៍ពាក់ព័ន្ធនឹងអីហ្នឹងសម្រាប់ប្រើប្រាស់អញ្ចឹងត្រូវចាប់អារម្មណ៍អ្នកដែលមានកូនតូចត្រូវចាប់អារម្មណ៍ចំណុចហ្នឹងពីព្រោះផុតពី1000ថ្ងៃទៅគឺជាពេលវេលាដែលប្រើប្រាស់ហើយអស់ពេលវេលាសាងសង់ហើយអញ្ចឹងបើសិនជាអ្នកហ្នឹងគឺជាមនុស្សដែលសោះអាក្រក់ណាគឺយើងមើលទៅជាមនុស្សដែលអត់មានបេះដូងហ្មងអញ្ចឹងហើយបានពេលខ្លះទៅយើងពិបាកបន្ទោសអ្នកណាណាទី1មនុស្សទូទៅអត់ចាប់អារម្មណ៍
អត់ដឹងថាពេលវេលាហ្នឹងសំខាន់សម្រាប់កូនដើម្បីធ្វើឲ្យកូនក្លាយទៅជាមនុស្សមានបេះដូងហើយដល់ពេលក្នុងកំឡុងពេល1000ថ្ងៃហ្នឹងអត់មានអ្នកណាជួយកើតមកត្រូវបានគេទុកចោលត្រូវបានអីចឹងទៅវាធ្វើឲ្យអ្វីការសាងសង់រោងចក្របេះដូងហ្នឹងគឺខ្សោយតាមហ្នឹងទៅកន្លែងហ្នឹងហើយដែលត្រូវចាប់អារម្មណ៍ណាពីព្រោះផុតពេល1000ថ្ងៃហ្នឹងទៅអស់ពេលវេលាហើយដល់ពេលអញ្ចឹងទៅបូនឹងបទពិសោធន៍ជីវិតក្នុងពេលហ្នឹងវាទទួលរងនៅបញ្ហាផ្សេងថែមទៀតទៅរឹតតែបញ្ហាលើដើម